ជឿផ្សារស្រត់ទាំងនេត្រាចង់ពើអរ៉ាព្រោះតែស្នេហ៍ក្បន់ធ្លាប់បានក៏ទុកព្រួយកំសត់ដាក់ក្នុងបេះដូងស្នេហ៍ទីមួយឲ្យខ្ញុំសែនព្រួយរលេះរលួយដំបើវិញដើមទ្រូងស្វែងរកនឹងថែធូនមកសំបេះដូងដែលឆេះឈាមខ្លោចពេលជួបអូនគិតថាលំនួនអាចជួយថែធូនអូនមួយជីវិតផ្សាំងដួងចិនដោយក្តីស្នេហ៍ពិតមិនប្រែចិនដាផ្ទុយទៅវិញអូនបែកចាក់ចេញទុកបងឲ្យនៅម្នាក់ឯងឯកាលបរបួសស្នេហាជឿផ្សារលើសដើមចង់សួរថាហេតុអ្វីជីវ៉ាមានស្ងួនអូនធ្វើបែបនេះឈឺចាប់ដូចគេខ្វែបេះដូងពីទ្រូងរបួសចឹងមិនតន់សាំងមិនតន់ជាដាច់ផងអីលើឈឺទ្វេដោស្ទើរតែមរណាខំទុកចិនខំផ្ញើជីវិតដាក់ក្នុងរង្វង់ដៃអូនសង្ឃឹមថានឹងនួនថ្នាក់ធ្នមរាំងសាស្មានមិនដល់ថានីម៉ូជាគ្រូពេទ្យឬស្យាព្យាបាលឲ្យប្រហាឲ្យបងខឹងខ្សែស្រីគ្មានចិត្តលេចគ្មានអានឹងធ្វើបាបដងចិនស្មោះត្រង់មួយនេះលើកទី1ហើយលើកទី2ត្រូវនាងបោកប្រាំងពីថ្ងៃនេះមានតែវិញធីឲ្យពេលវេលាអ្នកផ្ដល់ឱកាសព្យាបាលរបួសចាស់ដែលលបព្រោះស្រីលំព្រោះស្រីក្បត់ធ្លាប់ជឿផ្សារស្រត់ទាំងនេត្រាចង់ពើអរ៉ាព្រោះតែស្នេហ៍ក្បន់ធ្លាប់បានក៏ទុកព្រួយកំសត់ដាក់ក្នុងបេះដូងស្នេហ៍ទីមួយឲ្យខ្ញុំសែនព្រួយរលេះរលួយដំបើវិញដើមទ្រូងស្វែងរកនឹងថែធូនមកសំបេះដូងដែលឆេះឈាមខ្លោចពេលជួបអូនគិតថាលំនួនអាចជួយថែធូនអូនមួយជីវិតផ្សាំងដួងចិនដោយក្តីស្នេហ៍ពិតមិនប្រែចិនដាផ្ទុយទៅវិញអូនបែកចាក់ចេញទុកបងឲ្យនៅម្នាក់ឯងឯកាលបរបួសស្នេហាជឿផ្សារលើសដើមចង់សួរថាហេតុអ្វីជីវ៉ាមានស្ងួនអូនធ្វើបែបនេះឈឺចាប់ដូចគេខ្វែបេះដូងពីទ្រូងរបួសចឹងមិនតន់សាំងមិនតន់ជាដាច់ផងអីលើឈឺទ្វេដោស្ទើរតែមរណាខំទុកចិនខំផ្ញើជីវិតដាក់ក្នុងរង្វង់ដៃអូនសង្ឃឹមថានឹងនួនថ្នាក់ធ្នមរាំងសាស្មានមិនដល់ថានីម៉ូជាគ្រូពេទ្យឬស្យាព្យាបាលឲ្យប្រហាឲ្យបងខឹងខ្សែស្រីគ្មានចិត្តលេចគ្មានអានឹងធ្វើបាបដងចិនស្មោះត្រង់មួយនេះលើកទី1ហើយលើកទី2ត្រូវនាងបោកប្រាំងពីថ្ងៃនេះមានតែវិញធីឲ្យពេលវេលាអ្នកផ្ដល់ឱកាសព្យាបាលរបួសចាស់ដែលលបព្រោះស្រីលំព្រោះស្រីក្បត់